អំពីប្រវត្តិពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរការដើមឡើយខ្មែរយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅក្នុងខែមករាព្រោះគេកំណត់យកខែនេះគឺជាខែដើមឆ្នាំនាសម័យព្រេងនាយឆ្នាំនីមួយៗត្រូវបានបែងចែកជា3រដូវគឺហេមន្តរដូវគឹមហរដូវនិងវស្សានរដូវបុរាណអាចារ្យលោកគិតថាខែនៅក្នុងហេមន្តរដូវនេះគឺជារដូវត្រជាក់ត្រូវចាត់ទុកជារដូវដើមឆ្នាំប្រៀបបានទៅនឹងវេលាពេលព្រឹកដែលផុតពីរាត្រីកាលហើយគឺជាដើមថ្ងៃឯគឹមហរដូវគឺជារដូវក្តៅត្រូវសន្មតកត់ទុកថាជាកណ្ដាលឆ្នាំប្រៀបដូចជាវេលាថ្ងៃត្រង់ចំណែកឯវស្សានរដូវវិញដែលមានមេឃមីស្រទុំមានភ្លៀងផ្គររន្ទះនោះត្រូវចាត់ទុកជាចុងឆ្នាំប្រៀបបានទៅនឹងវេលាពេលប្រលប់ចំណែកការខាងក្រោយមកគ្រាដែលបុព្វបុរសយើងបានអនុលោមប្រើចលសក្ការៈជាសំខាន់វិញនោះពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងក៏បានប្រែប្រួលទៅតាមនោះដែរហើយកំណត់យកខែចែកគឺជាខែដើមឆ្នាំវិញឯថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតែងតែប្រព្រឹត្តទៅមិនមុនថ្ងៃ4កើតខែចែកនោះឡើយហើយក៏មិនក្រោយថ្ងៃ4កើតខែពិសាខនោះដែរពីព្រោះបុព្វបុរសយើងយល់ថានៅខែមករានេះប្រជាកសិករខ្មែរយើងរវល់មមាញឹកក្នុងរបរកសិកម្មមានការធ្វើស្រែចម្ការច្បារដំណាំជាដើមម្ល៉េះហើយទើបលោកកំណត់យកខែចែកគឺជាខែចូលឆ្នាំថ្មីវិញពីព្រោះប្រជាកសិករខ្មែរយើងបានច្រូតកាត់បោកបែនប្រមូលផលបានរួចរាល់ហើយមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទាននិងលំហែកំសាន្តទៅតាមបំណងប្រាថ្នាតែរៀងខ្លួនហេតុដូច្នេះហើយទើបពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងបានប្រព្រឹត្តនៅក្នុងខែចែកដរាបមកដល់សម័យបច្ចុប្បន្ននេះជាធម្មតាកាលណាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់ប្រជាកសិករក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រជាណាចក្ររមែងតែរៀបចំផ្ទះសម្បែងស្អិតស្អាងឲ្យបានស្អាតក៏ដូចជានៅក្នុងវត្តអារាមផងដែរគឺដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មីដែលលោកនឹងចុះមកថែរក្សាភពផែនដីយើងនេះហើយក្រៅអំពីការរៀបចំគ្រឿងសក្ការៈបូជាដើម្បីថ្វាយដល់ទេវតាឆ្នាំថ្មីនោះបងប្អូនប្រជាពុទ្ធបរិស័ទក្រមែងតែងតែនាំគ្នាទៅវត្តអារាមស្ដាប់ធម៌បង្សុកូលនិងប្រារព្ធពិធីផ្សេងទៅតាមលំដាប់នៅក្នុងព្រះពុទ្ធសាសនាចំណែកឯបងប្អូនប្រជាពលរដ្ឋខ្មែរយើងក្រៅអំពីការធ្វើបុណ្យទានទៅតាមលំដាប់នៃព្រះពុទ្ធសាសនាហើយនោះក៏បាននាំគ្នាលេងល្បែងប្រជាប្រិយច្រៀងរាំទៅតាមលំដាប់ប្រពៃណីដែលដូនតាយើងបានបន្សល់ទុកឲ្យយ៉ាងសប្បាយរីករាយផងដែរពិធីបុណ្យចូលឆ្នាំខ្មែរយើងនេះមានប្រវត្តិដូចតទៅនេះនៅក្នុងសង្ក្រាន្តតសោតនិទានបានពោលថានៅក្នុងដើមផុតកັບមានបុរសម្នាក់ឈ្មោះធម្មបាលជាអ្នកមានប្រាជ្ញាឆ្លៀសវៃចេះចាំគម្ពីរត្រៃវេទចប់ព្រមទាំងចេះភាសាបាក់សីថែមទៀតផងធម្មបាលតែងសម្ដែងនៅមង្គលផ្សេងដល់មនុស្សម្នាផងទាំងពួងលោកកបិលមហាព្រំដែលជាអ្នកគោរពបូជាមហាព្រំបានជ្រាបថាធម្មបាលជាមនុស្សដែលមានប្រាជ្ញាវាងវៃនោះក៏បានមកសួរប្រស្នា3ខហើយសន្យាថាប្រសិនមកធម្មបាលដោះប្រស្នារួចកបិលមហាព្រំនឹងកាត់សេរីសាគឺក្បាលបូជាដល់ធម្មបាលតែប្រសិនមកធម្មបាលដោះប្រស្នាមិនរួចទេត្រូវកាត់ក្បាលបូជាមហាព្រំវិញធម្មបាលសូមបងអង្គរយៈពេល7ថ្ងៃសិន
ដើម្បីគិតប្រស្នានេះប៉ុន្តែ6ថ្ងៃកន្លងផុតទៅហើយនៅតែគិតប្រស្នាមិនឃើញសោះទើបធ្វើឲ្យធម្មបាលភៀសខ្លួនពូនសំងំនៅក្រោមដើមត្នោតមួយគូឯខ្លះថាក្រោមដើមជ្រៃឯខ្លះទៀតថាក្រោមដើមពូដែលជាលំនៅនៃសត្វឥន្ទ្រីញីឈ្មោលជាភ័ព្វសំណាងល្អយប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលសួរគ្នាថាឥន្ទ្រីញីបានសួរទៅឥន្ទ្រីឈ្មោលថាតើព្រឹកឡើងយើងនឹងមានអ្វីជាអាហារសម្រាប់បរិភោគឥន្ទ្រីឈ្មោលបានឆ្លើយថាយើងនឹងបានស៊ីសាច់ធម្មបាលដែលត្រូវកបិលមហាព្រំសម្រាប់ព្រោះដោះប្រស្នាមិនរួចឥន្ទ្រីញីបានសួរថាតើប្រស្នានោះមានដូចម្ដេចឥន្ទ្រីឈ្មោលបានឆ្លើយថាខ1វេលាពេលព្រឹកតើសេរីសួស្ដីស្ថិតនៅឯណាគឺត្រូវឆ្លើយថាស្ថិតនៅមុខហេតុនេះហើយមនុស្សទាំងឡាយត្រូវយកទឹកលុបលាងមុខខ2ថ្ងៃត្រង់តើសេរីសួស្ដីស្ថិតនៅត្រង់ណាត្រូវឆ្លើយថាស្ថិតនៅដើមទ្រូងហេតុនេះហើយទើបមនុស្សម្នានាំគ្នាយកទឹកមកលាងទ្រូងខ3វេលាល្ងាចតើសេរីសួស្ដីស្ថិតនៅត្រង់ណាត្រូវឆ្លើយថាស្ថិតនៅជើងហេតុនេះហើយទើបមនុស្សម្នាដងទឹកលាងជើងមុននឹងឡើងសម្រាលនៅលើផ្ទះពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រីនេះក៏បានជាពន្លឺដល់ធម្មបាលដោះស្រាយប្រស្នាកបិលមហាព្រំហើយបានរួចផុតពីក្តីមរណាកបិលមហាព្រំក៏សុខចិត្តចុះចាញ់ព្រមទាំងកាត់សេរសាគឺក្បាលបូជាដល់ធម្មបាលមុននឹងកាត់សេរសាកបិលមហាព្រំបានហៅទេពធីតាទាំង7អង្គដែលជាបុត្រីរបស់ខ្លួនឲ្យយកជើងពៀនមកទ្រសេរសារបស់ព្រះអង្គព្រោះបើដាក់សេរសានៅលើផែនដីនោះនឹងផែនដីคล้ายទៅជាភ្លើងឆេះលោកធាតុទាំងមូលហើយបើបោះទៅលើអាកាសវិញនោះនឹងធ្វើឲ្យអាកាសរាំងស្ងួតហើយប្រសិនបើបោះចោលទៅក្នុងទឹកសមុទ្រនោះសមុទ្រនឹងរីងស្ងួតអស់រួចហើយក៏បានកាត់សេរសាឲ្យព្រះនាងទុងសាទេវីដែលជាកូនច្បងនាងទុងសាក៏បានហែសេរសាកបិលមហាព្រំប្រទក្សិណភ្នំសុមេរុអស់60នាទីទើបអញ្ជើញសេរសានោះទៅប្រดิษฐានទុកក្នុងមណ្ឌលភ្នំកៃឡាសលុះគម្រប់1ឆ្នាំសង្ក្រាន្តឆ្នាំថ្មីទើបនាងទេពធីតាទាំង7អង្គបានផ្លាស់វេនគ្នាដង្ហែសេរសាកបិលមហាព្រំប្រទក្សិណភ្នំសុមេរុជារៀងរាល់ឆ្នាំបុត្រីទាំង7របស់កបិលមហាព្រំទាំងនោះរួមមាន1បើសង្ក្រាន្តឆ្នាំថ្មីចំថ្ងៃអាទិត្យត្រូវវេនព្រះនាងទុងសាទេវី2បើសិនសង្ក្រាន្តឆ្នាំថ្មីចំថ្ងៃច័ន្ទត្រូវវេនព្រះនាងគូរៈទេវី3បើសិនសង្ក្រាន្តឆ្នាំថ្មីចំថ្ងៃអង្គារត្រូវវេនព្រះនាងរាក្ខសាទេវី4ប្រសិនបើសង្ក្រាន្តឆ្នាំថ្មីចំថ្ងៃពុធត្រូវវេនព្រះនាងមន្តាទេវី5បើសង្ក្រាន្តឆ្នាំថ្មីចំថ្ងៃប្រហ័សត្រូវវេនព្រះនាងកេរណីទេវី6បើសង្ក្រាន្តឆ្នាំថ្មីចំថ្ងៃសុក្រត្រូវវេនព្រះនាងកេមីរាទេវីនិង7ប្រសិនបើសង្ក្រាន្តឆ្នាំថ្មីចំថ្ងៃសៅរ៍ត្រូវវេនព្រះនាងមហោចរាទេវីដោយមានជំនឿបែបនេះហើយទើបប្រជាពលរដ្ឋខ្មែរយើងមានជំនឿហើយរៀបចំពិធីបូជាដល់ទេវតាឆ្នាំថ្មីដើម្បីសូមនៅសេចក្តីសុខសេចក្តីចម្រើនដល់រាបមកដល់សម័យបច្ចុប្បន្ននេះអំពីជំនឿស្រង់ព្រះមហាសង្ការសូត្រដែលមាននៅក្នុងគម្ពីរសុត្តជាដកជាមគ្គធភាសាបាននិទានថាថ្ងៃសង្ក្រាន្តឆ្នាំថ្មីជិតចូលមកដល់ព្រះបាទបសេនទីកោសល
បានរៀបចំជាបារម្ភយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយហើយក៏និមន្តព្រះពុទ្ធនិងព្រះសង្ឃស្រង់ទឹករួចសមាទានសិលប្រគេនផតតាហាចំពោះព្រះពុទ្ធព្រមទាំងព្រះភិក្ខុសង្ឃនៅទីនោះគម្ពីរដដែលនេះក៏បានបញ្ជាក់ទៀតថាអ្នកដែលបានស្រង់ព្រះសង្ឃស្រង់មេត្តាបិតាគ្រូឧបជាយាចានឹងទទួលបាននៅអានិសង្សច្រើនណាស់អនាគតជាតិនឹងបានទៅកើតក្នុងទេវលោកប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់បែបយ៉ាងនៅក្នុងគម្ពីរបញ្ញាជាដកត្រង់ជាដកទី31បានបញ្ជាក់ពីអានិសង្សនៃការស្រង់ទឹកព្រះសង្ឃដូចនៅក្នុងមហាសង្ការសោតដែរគ្រាន់តែខុសគ្នាត្រង់មិនបានបញ្ជាក់ថាតើពិធីនេះធ្វើនៅក្នុងឱកាសវេលាចូលឆ្នាំឬធ្វើនៅពេលណាតែប៉ុណ្ណោះលោកបានលើកជាឧទាហរណ៍ថាដូចជាព្រះបាទពុភរាជដែលបាននិមន្តព្រះឧសភថេរៈក្នុងសាសនាព្រះពុទ្ធសារណាងចរៈឲ្យស្រង់ទឹកលុះអនាគតជាតិទៅក៏បានទៅកើតក្នុងទេវលោកបានបុណ្យបារមីហើយទីបំផុតក៏បានទៅជាស្ដេចចក្រពត្តិក្នុងចម្ពោះទ្វីបនេះឯងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ពេលចូលឆ្នាំថ្មីម្ដងគឺគេតែងតែធ្វើពិធីនេះដោយនិមន្តព្រះពុទ្ធរូបដែលមានមហិទ្ធិឫទ្ធិទាំង25អង្គដែលតំណាងឲ្យអាណាខេត្តទាំងអស់នៅក្នុងព្រះជាណាចក្រមកធ្វើពិធីស្រង់ទឹកនៅប្រាសាទជ័យស្រីគឺប្រាសាទព្រះខ័នរួចដង្ហែព្រះពុទ្ធរូបទាំងអស់នោះជាក្បួនយ៉ាងមហោឡារិកមុននឹងយកទៅតម្កល់កន្លែងដើមវិញដោយមានជំនឿនិងមានទំនៀមទម្លាប់របស់ដូនតាយើងដោយបានរៀបរាប់ខាងលើនេះហើយទើបពិធីស្រង់ព្រះនេះបានប្រព្រឹត្តរហូតមកដល់សម័យបច្ចុប្បន្ននេះអំពីប្រវត្តិជំនឿពូនភ្នំខ្សាច់មហាសង្ការសោតបានបញ្ជាក់ថាពេលសង្ក្រាន្តឆ្នាំថ្មីជិតចូលមកដល់ព្រះបានបសេនទីកោសលបានទូលសួរព្រះពុទ្ធជាម្ចាស់ថាក្រោយពីព្រះអង្គបរិនិព្វានទៅដល់ពេលសង្ក្រាន្តឆ្នាំថ្មីម្ដងតើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះព្រះពុទ្ធបានត្រាស់ថាគួរកសាងវេលោកៈចេតិយនៅតាមឆ្នេរស្ទឹងឆ្នេរទន្លេហើយនាំយកគ្រឿងសក្ការៈបូជាមានទៀនធូបផ្កាភ្ញីគ្រឿងក្រអូបទៅបូជាចុះព្រះអង្គបានបញ្ជាក់ថាអានិសង្សនៃការកសាងវេលោកៈចេតិយនេះមានអានិសង្សច្រើនវិសេសវិសាលដូចគ្នាទៅនឹងពិធីស្រង់ព្រះសង្ឃស្រង់មេត្តាបិតាគ្រូឧបជាយាចាផងដែរគម្ពីរអានិសង្សវេលោកៈចេតិយជាសាស្ត្រាស្លឹករឹតជាភាសាខ្មែរមានតែមួយខ្សែហើយមាន3និទាននិទានទី1ដំណើរពីបារិកពុរិស័ទនិងពួកពាណិជ្ជដែលបាននាំគ្នាពូនភ្នំខ្សាច់ឧទ្ទិសជាតំណាងចូលឡាមនីចេតិយដំកល់ព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៅឯឋានត្រៃត្រឹងលុះអនាគតជាតិក៏បានទៅកើតក្នុងសុគតិភពកើតជាស្ដេចចក្រពត្តិអស់ជាច្រើនជាតិហើយទីបំផុតបានត្រាស់ដឹងជាព្រះពុទ្ធរបស់យើងនេះឯងនិទានទី2ដំណើរពីនៃនេសាទម្នាក់មានឈ្មោះមិនប្រកបដែលជាអ្នកសម្លាប់សត្វជាអាហារតាំងពីតូចមកថ្ងៃមួយអ្នកនេសាទនេះបានប្រគេនបាយមួយពំនូតដល់ព្រះភិក្ខុសង្ឃមួយអង្គពេលគាត់ស្លាប់ទៅយមរាជក៏បានយកគាត់ទៅវេសួរចម្លើយហើយចាប់គាត់បោះទៅក្នុងភ្លើងរណ្ដៅនរកបែរជាមិនឆេះហើយទៀតចេញមកវិញនេយមបាលក៏វេសួរម្ដងទៀតទទួលពេលនោះនេនេសាទក្រឡេកឃើញអណ្ដាតភ្លើងនរកមានសម្បុរដូចជីពោលោក
ក៏នឹកដល់ទានរបស់ខ្លួនហើយក៏បានជម្រាបយមបាលទៅតាមដំណើររឿងដែលខ្លួនបានធ្វើទានពួកយមបាលក៏បានអនុញ្ញាតឲ្យគាត់ទៅកើតក្នុងទេវលោកអស់ចំនួន7ថ្ងៃហើយសឹមត្រឡប់មកឋាននរកវិញទេវបុត្រដែលបានទៅកើតក្នុងទេវលោកនោះមានឈ្មោះថាអាណាំងលោកកាំងសនីមានប្រពន្ធសំណប់ចិត្តឈ្មោះនាងសវណ្ណអរ៉ៃគាត់ក៏បានយករឿងរ៉ាវទាំងអស់របស់គាត់ដែលធ្លាប់ទៅនរកប្រាប់ភរិយាដោយចប់សពគ្រប់នាងសវណ្ណអរ៉ៃក៏ឲ្យស្វាមីរបស់ខ្លួនកសាងវេលោកៈចេតិយហើយឆ្លងឲ្យហើយស្រេចក្នុងវេលាថ្ងៃទី7លុះថ្ងៃទី8យមរាជក៏តាមមកហៅអាណាំងលោកកាំងសេនីនៅទៅឋាននរកវិញនាងប្រពន្ធក៏ចេញមកតតាំងប្រាប់ថាយើងមិនអនុញ្ញាតឲ្យស្វាមីរបស់យើងទៅទេពីព្រោះស្វាមីរបស់យើងបានកសាងវេលោកៈចេតិយនិងបានធ្វើពិធីឆ្លងរួចហើយប្រសិនបើអ្នកឯងចង់យកទូទាត់យកប្តីរបស់យើងត្រឡប់ទៅវិញនោះចូលអ្នកឯងរាប់ក្រកសាច់ឲ្យអស់សិនទើបយើងអនុញ្ញាតឲ្យប្តីរបស់យើងទៅយមរាជក៏ចាប់ផ្ដើមរាប់ក្រកសាច់តាំងពីវេលាពេលព្រឹករហូតដល់ថ្ងៃត្រង់តែរាប់មិនចេះអស់សោះយមរាជក៏ទាល់តម្រេះក៏បានត្រឡប់ទៅឋាននរកវិញនិទានទី3ដំណាលពីចៅកំជ្រឹកខ្សាច់ម្នាក់មានក្មេងម្នាក់ចេះតែពូនភ្នំខ្សាច់នៅទីភ្នំខ្សាច់មកផ្ទះហើយដេកននាលលេងតែរាល់ថ្ងៃប្រឡាក់ប្រឡូកដោយខ្សាច់មើលមិនយល់គេក៏នាំគ្នាហៅថាចៅកំជ្រឹកខ្សាច់ថ្ងៃមួយព្រះឥន្ទទតឃើញយ៉ាងនេះហើយក៏ឲ្យនាងទេពធីតាម្នាក់ចុះមកធ្វើជាប្រពន្ធក្រោយមកនគរមួយនោះព្រះរាជាត្រូវចូលទីវង្គតហើយគ្មាននរណាជាអ្នកស្នងរាជបន្តពួកមន្ត្រីក៏បានធ្វើបុកសបុកផ្សងរកអ្នកមានបុណ្យបារមីបុកសបុកក៏ត្រូវចំទៅលើចៅកំជ្រឹកខ្សាច់គេក៏នាំគ្នាអញ្ជើញចៅកំជ្រឹកខ្សាច់នោះទៅសោយរាជនៅជាសពតរៀងទៅដោយមានជំនឿយ៉ាងនេះហើយទើបខ្មែរយើងបាននាំគ្នារៀបចំពិធីពូនភ្នំខ្សាច់នៅពេលដែលវេលាចូលឆ្នាំចូលមកដល់ហើយការធ្វើពិធីពូនភ្នំខ្សាច់នេះក៏បង្ហាញអំពីកម្លាំងមហាសាមគ្គីភាពបង្ហាញអំពីការរក្សានៅជំនឿដែលដូនតាយើងបានបន្សល់ទុកដល់រាបមកដល់សម័យបច្ចុប្បន្ននេះចឹងអ្វីដែលខ្ញុំប្រកាសណាខ្ញុំបានលើកឡើងអំពីប្រវត្តិពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពិធីស្រង់ព្រះក៏ដូចជាពិធីពូនភ្នំខ្សាច់មកប្រទេសប្រសិនបើមានការលឺលួសដោយប្រការណាមួយនោះក៏សូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសទៅតាមអធិស្ឋានសូមអរព្រះគុណសូមអរគុណ